ស្ដីអ្នកទាំងអស់គ្នាខ្ញុំម៉ាឡា welcome មកវីដេអូ vlog ថ្មីរបស់ខ្ញុំទៀតហើយវីដេអូនេះដែរគឺជាវីដេអូចុងក្រោយនៃដំណើរកម្សាន្តរបស់ខ្ញុំទៅ Victoria ប្រទេសកាណាដាចង់ដឹងថាវីដេអូចុងក្រោយខ្ញុំទៅណាខ្លះហើយជាពិសេសកន្លែងណាដែលខ្ញុំចង់បង្ហាញដល់អ្នកទាំងអស់គ្នាប្រវត្តិសាស្ត្រខ្លះៗទាក់ទង The State Victoria ចឹងកុំភ្លេចតាមដានដល់ចប់ final វីដេអូចប់ត្រឹមហ្នឹងនៅ Victoria កាណាដាអ្នកទាំងអស់គ្នានេះ China Town ណា China Town ទៅណាក៏មានដែរទៅសើហ្មងគ្រប់កន្លែងទាំងអស់សូម្បីតែនៅ Seattle នៅ Los Angeles នៅ New York ក៏មាន China Town ដែរហើយមើលដូចចិនមែនតើអ្នកទាំងអស់គ្នាដូចខ្លាំងហ្មងណានេះណែ Okay so ខ្ញុំវិចមកហៅកន្លែងគេងស្វាក់មួយទៀតហើយដោយសារកន្លែងខ្ញុំគេងមុនហ្នឹងខ្ញុំកក់តែ2យប់ណាអ្នកទាំងអស់គ្នាទៅពេលអញ្ចឹងខ្ញុំត្រូវមក stick up ជាមួយនឹងកន្លែងគេងថ្មីនៅម្លុក China Town ហ្នឹងចង់និយាយថានៅនេះគឺស្រួលអីញ៉ាំហើយវានៅក្នុងក្រុងដូចគ្នាហើយជាពិសេសគឺអត់មានញ៉ាញ៉ៃមានពួក homeless អីច្រើនពួកនេះម្លុកគេទេសចរដែរអញ្ចឹងណាហើយចិត្ត public transportation ទៀតបើយើងជិះ hop on hop off គឺស្រួលហ្មងយើងឡើងទៅដល់ហ្មងព្រោះ hop on hop off គឺមានចំណតមួយនៅនឹងសម្រាប់គេធ្លាក់ភ្ញៀវចុះហើយគេទទួលភ្ញៀវឡើងដែរខ្ញុំបានប្រាប់អ្នកទាំងអស់គ្នាអញ្ចឹងអត្តសញ្ញាណរបស់ Victoria គឺអគារមួយនេះហើយដែលគេហៅថាអគាររដ្ឋសភា British Columbia នៅទីក្រុង Victoria ប្រទេសកាណាដាហើយអគារនេះគឺត្រូវបានសាងសង់នៅឆ្នាំ1898និយាយទៅទម្រង់អគារនៅខាងក្នុងស្អាតមែនតើបើយើងដែរទៅអង់គ្លេសទៅអីទេមកមើលទៅធំហ្នឹងក៏យើងមានអារម្មណ៍ថាដូចនៅប្រទេសប៉ែកខាង British ប៉ែកខាងអង់គ្លេសដែរអ្នកអរគ្នានេះគឺខ្ញុំចូលមកក្នុងគឺក្នុងមុខស្គេហ្នឹងណាអ្នកអរនិយាយទៅនៅខាងក្នុងហ្នឹងគឺបែបលក្ខណៈថាមាន information ច្រើនណាស់ដែលយើងចង់ដឹងប្រវត្តិសាស្ត្រគឺយើងទៅត្រូវហ្មងមានតាំងពីរូបភាពសាលប្រជុំរូបភាពនាយករដ្ឋមន្ត្រីហើយនឹងជាពិសេសអ្នកទាំងអស់គ្នាយើងចូលទៅដល់ក្នុងហ្នឹងណាគឺយើងឃើញសាលប្រជុំមួយហ្មងដែលជាកន្លែងដែលរដ្ឋនាយករដ្ឋមន្ត្រីនិងសមាជិកសភាពិភាក្សានិងអនុម័តច្បាប់Wow! Ooh, finally!និយាយទៅដំណើរកម្សាន្តទៅប្រទេសកាណាដារបស់ខ្ញុំគឺចប់ប៉ុណ្ណឹងហ្មងហើយខ្ញុំក៏ត្រឡប់មកផ្ទះជីតាមអ្វីដែលខ្ញុំធ្លាប់ធ្វើពីមុនពេលដែលខ្ញុំមកមានន័យថាជីទូកជីឡានជីទូកមួយទៀតមកដល់ទីក្រុង Seattle ហើយក៏ជាពេលវេលាចុងក្រោយដែលខ្ញុំចង់
ដាំផ្ញើអ្នកទាំងអស់គ្នាមួយថាជឿជាក់លើខ្លួនឯងចេញពី comfort zone ពោះទៅអ្វីដែលខ្លួនឯងមានក្តីរំពឹងมันអាចគិតថាគេធ្វើបានយើងធ្វើបាននេះអញ្ចឹងគួរតែមានភាពវិជ្ជមានក្នុងខ្លួនហើយដើរទៅមុខអ្វីៗក៏យើងនឹងស្មារតីដល់ដែរវាតែងតែមានចំពោះដួលប៉ុន្តែសំខាន់យើងចេញដើរយើងមើលឃើញយើងអភិវឌ្ឍខ្លួនឯងយើង build strong confidence អូខេកុំភ្លេចជួបខ្ញុំនៅវីដេអូក្រោយណាបាយ